សួស្តីគ្នាយើងថ្ងៃនេះគឺយើងនឹងបន្តទៅជែកគ្នាពាក់ព័ន្ធជាមួយនឹងលក្ខណៈមួយចំនួនបន្ថែមទៀតនៃ switch ចំនួនពិតហើយយើងគួររំលឹកផងដែរថាកាលពីលើកមុនគឺយើងបានទៅជែកគ្នាអំពីរបៀបនៅក្នុងការសរសេរសម្រាប់បញ្ជាក់ពីរួមនឹង switch ទៅតាមនិយមន័យយើងក៏បានទៅជែកគ្នាអំពីមូលហេតុស្នូលមួយចំនួនដែលជំរុញឲ្យយើងសិក្សា switch ចំនួនពិតយ៉ាងសម្រាប់ថ្ងៃនេះគឺយើងនឹងបន្តទៅលើចម្លើយនៃសំណួររបស់យើងដែលសួរថាបើសិនជាគេឲ្យ switch នៃចំនួនពិតតើវាជា switch រួមឬក៏ជា switch រីកយើងចាប់ផ្ដើមចេញពីលក្ខណៈវិនិច្ឆ័យនៃភាពរីកទី1យើងនិយាយថា AN គឺរីកទៅបូកអនន្តបើចំពោះគ្រប់ m ដែលជាចំនួនពិតវិជ្ជមានដែលមាន n ជាចំនួនគត់ធម្មជាតិមួយដែលគ្រប់តួនៃគឺធំជាង m ចាប់ពីសន្ទុះ n ធំទៅយ៉ាងនេះគឺរីកទៅបូកអនន្តយើងអាចកំណត់ដូចគ្នាសម្រាប់ switch AN ដែលរីកទៅខាងដកអនន្តមានន័យថា AN គឺដូចជា m ដែល m អវិជ្ជមាននៅក្នុងករណីនេះអញ្ចឹងសម្រាប់ឧទាហរណ៍គឺយើងអាចពិនិត្យទៅលើ switch n ការ៉េចឹងនៅត្រង់នេះបើសិនជាគេឲ្យ m វិជ្ជមានទូទៅគឺយើងចង់ស្រាយថា AN គឺធំជាង m ចាប់ពីសន្ទុះ n ធំទៅចឹងតាមគោលការណ៍ Archimedes គឺយើងអាចជ្រើសយក n ដែលជាចំនួនគត់ធម្មជាតិគឺទៀងប្រលក្ខខណ្ឌគឺ n ធំជាងឬ m ហើយគ្នាយើងនឹងដឹងមូលហេតុថាហេតុអីបានជាយើងយក n ធំជាងឬ m បាទចឹងនៅត្រង់នេះគឺយើងនឹងប្រើលក្ខខណ្ឌនេះនៅពេលដែលយើងពិនិត្យមើល n តូចធំជាងឬស្មើជាមួយនឹង n ធំយើងនៅសារ n ស្មើជាមួយនឹង n ការ៉េចឹងគ្នាយើងមាន n ការ៉េធំជាងឬស្មើជាមួយនឹង n ធំការ៉េហើយលក្ខខណ្ឌ n ធំជាងឬ m គឺមានន័យថា n ការ៉េធំជាង m ចឹងនៅត្រង់នេះគឺវាបញ្ស៊ីគ្នាជាមួយនឹងនិយមន័យដែលយើងមានតើទៅជាមួយនឹង switch AN ដែលរីកទៅបូកអនន្តបាទចឹងយើងនឹងមានលក្ខខណ្ឌមួយចំនួនផ្សេងទៀតដែលយើងនឹងឃើញនៅពេលបន្តទៀតតើលក្ខខណ្ឌណាខ្លះដែលកំណត់ថា switch AN មួយគឺជា switch 3បាទចឹងអ្វីដែលយើងបានឃើញនៅក្នុងករណីនេះគឺតាមនិយមន័យមួយទៀតគឺយើងនឹងឃើញដែរគឺយើងប្រើ switch Cauchy បាទចឹងយើងស្វែងយល់អំពី switch Cauchy តើ switch Cauchy គឺទៀងទាត់លក្ខខណ្ឌយ៉ាងម៉េចយើងនិយាយថា AN គឺជា switch Cauchy បើសិនជាចំពោះគ្រប់ epsilon វិជ្ជមានដែលមានចំនួនគត់ធម្មជាតិ n ធំដែលដើម្បីនៃការនៃ AN ដល់ AM ទូជា epsilon ចំពោះគ្រប់សន្ទុះ n m ដែលធំជាងឬស្មើជាមួយនឹង n ធំចឹងយើងគួរពិនិត្យមើលលក្ខខណ្ឌនៃ switch Cauchy ជាមួយនឹងលក្ខខណ្ឌនៃ switch រួមបាទ limit នៃ AN ស្មើជាមួយនឹង A ចឹងលក្ខខណ្ឌនៃ switch Cauchy នេះគឺទាមទារតួនៃ switch គឺនៅគៀកគ្នានៅពេលដែលសន្ទុះកាន់តែធំក៏ប៉ុន្តែសម្រាប់ភាពរួមនៃ switch គឺមានន័យថាតួនៃ switch គឺនៅក្បែរជាមួយនឹង A ដែលជាតម្លៃជាក់លាក់មួយនៅពេលដែល n កាន់តែធំចឹងនៅត្រង់នេះគឺបង្ហាញយ៉ាងច្បាស់ថា switch រួមគឺជា switch Cauchy ដែលយើងនឹងឃើញនៅពេលបន្តិចទៀតបាទហើយលក្ខខណ្ឌនៃ switch Cauchy នេះគឺជាលក្ខខណ្ឌមួយដែលយើងនឹងអាចប្រើដើម្បីបង្ហាញថាវាជា switch រួមដោយមិនចាំបាច់ស្គាល់តម្លៃ limit របស់វាដែលយើងតាំងដោយ A នៅក្នុងករណីនេះបាទចឹងគេមានឧទាហរណ៍មួយដើម្បីបង្ហាញថា switch AN គឺជា switch Cauchy ជាក់ស្ដែងដូចជា1 លើ n បាទជា switch Cauchy ចឹងគេមើលលំនាំនៃការស្រាយគឺយើងមាន3ផ្នែកគ្រប់ epsilon វិជ្ជមានយើងជ្រើស n ជាចំនួនគត់ធម្មជាតិតាមគោលការណ៍ Archimedes
nhưngនៅក្នុងករណីនេះគឺយើងយក n ធំជាង1លើ epsilon ហើយបើសិនជាយើងសន្មតបន្ថែមថា n ធំជាង m ហើយធំជាងឬស្មើជាមួយនឹង n ធំនោះគឺយើងសិក្សាតម្លៃនៃការនៃផលដក an ដល់ am បាទចឹងយើងអាចបង្ហាញបានថាវាដូចជា epsilon យើងតាមនិយមន័យគឺបញ្ជាក់ថា1លើ n នេះគឺជា Swift-Cauchy ហើយយើងក៏សម្គាល់ផងដែរថា1លើ n នេះគឺជា Swift រួមទៅរក0បាទយើងនឹងមានលទ្ធផលសំខាន់មួយបង្ហាញអំពីទំនាក់ទំនងនៃ Swift រួមជាមួយនឹង Swift-Cauchy បាទដូចដែលយើងនឹងឃើញនៅពេលនេះគឺគ្រប់ Swift រួមជា Swift-Cauchy អញ្ចឹងបើសិនជាយើងស្រាយលទ្ធផលមួយនេះហើយយើងពិនិត្យទៅលើឧទាហរណ៍មុននេះបន្តិចថា1លើ n នេះគឺជា Swift រួមទៅនឹង0យើងអាចទាញបានភ្លាមថាវាជា Swift-Cauchy បាទអញ្ចឹងបើសិនជាយើងយក an គឺជា Swift មួយនៅក្នុង R ដែលរួមទៅនឹង R ហើយទិសដៅរបស់យើងគឺបង្ហាញថា an គឺជា Swift-Cauchy មានន័យថាចំពោះគ្រប់ epsilon វិជ្ជមានយើងរកចំនួនគូតធម្មជាតិ n ធំដែលតម្លៃនៃការនៃ an ដល់ am ដូចជា epsilon ចំពោះគ្រប់ nm ចាប់ពីសន្ទុះ n ធំទៅប៉ុន្តែដោយសារយើងមាន an គឺជា Swift រួមចឹងតាមនិយមន័យគឺយើងអាចរកបាន n ដែលធ្វើឲ្យ an ដល់ a ដូចជា epsilon នៃ2ចំពោះគ្រប់ n ចាប់ពី n ធំទៅជាងជាមួយនឹងជម្រើស n នេះគឺយើងប្រើវិសមភាពត្រីកោណសម្រាប់តម្លៃនៃការនៃ an ដល់ am បាទចឹងគឺយើងដូរ a បូក a ដាច់ដោយប្រើវិសមភាពត្រីកោណហើយដោយសារលក្ខខណ្ឌនេះគឺផ្ទៀងផ្ទាត់ចំពោះគ្រប់ n ធំជាង n ធំហើយដោយសារយើងមាន m គឺធំជាង n ធំដែរចឹងមានន័យថាតម្លៃដាច់ខាតនៃ am ដល់ a នេះក៏ដូចជា epsilon នៃ2តែបូកចូលគ្នាទៅគឺយើងទទួលបាន epsilon ចឹងនៅត្រង់នេះគឺបញ្ជាក់ថាគ្រប់ Swift រួមជា Swift-Cauchy ចឹងមានន័យថាយើងមានឧទាហរណ៍ជាច្រើនពាក់ព័ន្ធជាមួយនឹង Swift-Cauchy ហើយរឿងល្អសម្រាប់ Swift-Cauchy គឺយើងនឹងអាចប្រើវាដើម្បីស្រាយភាពរួមដោយមិនចាំបាច់ស្គាល់តម្លៃនៃនិមិត្តរបស់វាចឹងបើសិនជា Swift មួយមិនមែនជា Swift-Cauchy តើវាមានសិទ្ធិជា Swift រួមឬទេនៅត្រង់នេះហើយដែលយើងទទួលបានលក្ខណៈវិនិច្ឆ័យទី2ទាក់ទងជាមួយនឹង Swift ring បើសិនជា an មិនមែនជា Swift-Cauchy នោះ an មិនមែនជា Swift រួមក៏ប៉ុន្តែក៏មានសំណួរមួយទៀតដែរតើ Swift-Cauchy ជា Swift រួមឬទេចម្លើយនេះបើសិនជានៅក្នុង R គឺយើងទទួលបានលទ្ធផលត្រឡប់ទៅវិញប៉ុន្តែបើយើងនិយាយអំពីលំហទូទៅក្រៅអំពី R បាទចឹងនៅត្រង់នេះគឺអាចមាន Swift-Cauchy ដែលមិនមែនជា Swift រួមប៉ុន្តែឥឡូវនេះដោយសារតែយើងជជែកគ្នាអំពី Swift នៃចំនួនពិត Swift នៅក្នុង R ចឹងយើងនឹងទទួលបានលក្ខណៈវិនិច្ឆ័យ Cauchy នៅខាងចុងមេរៀនរបស់យើងដែលនិយាយថា Swift រួមលុះត្រាតែវាជា Swift-Cauchy បាទចឹងនៅត្រង់នេះគឺជាលទ្ធផលសំខាន់មួយដែលពេលដែលយើងជជែកគ្នាអំពី Swift នៃចំនួនពិតតើយើងពិនិត្យមើលលក្ខណៈវិនិច្ឆ័យនៃភាពរីកទី2បើ Swift មួយគឺមិនមែនជា Swift-Cauchy នោះវាជា Swift ring ជាស្ដែងដូចជា Swift 1 ដក 1 1 ដក 1ចឹងនៅត្រង់នេះគឺចុងក្រោយគឺយើងនឹងអាចស្រាយបានថា Swift នេះគឺជា Swift ring ប៉ុន្តែឥឡូវយើងពិនិត្យមើលរឿងរ៉ាវមួយចំនួនមុននឹងឈានទៅដល់ការស្រាយបញ្ជាក់ពេញលេញនៅខាងចុងនៃឧទាហរណ៍របស់យើងឥឡូវយើងស្រាយថា Swift នេះគឺមិនរួមទៅរកមួយអញ្ចឹងយើងមាននិយមន័យភាពរួមនៃ Swift ចឹងបើសិនជាមិនរួមដែលយើងស្រាយថាម៉េចចឹង Swift an មិនរួមទៅរក a បើវាមាន epsilon វិជ្ជមានដែលចំពោះគ្រប់ចំនួនពុតធម្មជាតិ n ធំវាមាន n តូចចាប់ពី n ធំទៅដែល an ដល់ a គឺធំជាងឬស្មើជាមួយនឹង epsilon បើយើងនិយាយទៅឃ្លានេះគឺបដិសេធទៅលើសំណើ
ដែលថា switch AN គឺរួមទៅនឹង A ចឹងវាមាន epsilon វិជ្ជមានយើងអាចយក epsilon ស្មើ2នៅក្នុងករណីនេះចំពោះគ្រប់ចំនួនគុណធម្មជាតិ n គឺយើងជ្រើសយក n តូចដែលជាចំនួនគុណគូធំជាង n ធំយើងពិនិត្យមើលតម្លៃនៃខាតនៃ AN ដក1គឺស្មើជាមួយនឹង2ធំជាងគឺស្មើជាមួយនឹង epsilon នេះគឺបញ្ជាក់ថា switch នេះគឺមិនរួមទៅរក1នោះទេក៏ប៉ុន្តែតើវាបង្ហាញថា switch នេះជា switch រីកឬទេចម្លើយគឺអត់ទេអ្វីដែលយើងបានបង្ហាញមុននេះគឺគ្រាន់តែបង្ហាញថា switch នេះគឺមិនរួមទៅរក1ចុះចំនួនពិតផ្សេងទៀតគឺយ៉ាងម៉េចតែយើងស្រាយថាវាមិនរួមទៅរកគ្រប់ចំនួនពិតផ្សេងទៀតឬក៏យ៉ាងណាចម្លើយគឺអត់នោះទេគឺយើងត្រូវប្រើ corollary ដែលយើងបានទៅជែកគ្នាមុនណាគឺយើងបង្ហាញថាវាមិនមែនជា switch Cauchy បើវាមិនមែនជា switch Cauchy នោះគឺវាជា switch រីកយើងត្រូវបដិសេធទៅលើប្រយោគដែលបង្ហាញថា switch មួយជា switch Cauchy ចឹងនៅត្រង់នេះគឺយើងត្រូវរក epsilon វិជ្ជមានហើយចំពោះគ្រប់ចំនួនគុណធម្មជាតិ n វាមានសន្ទុះ nm ចាប់ពី n ធំទៅដែលតម្លៃដែលខាតនៃ an ដល់ am គឺធំជាងឬស្មើជាមួយនឹង epsilon អញ្ចឹងគឺយើងអាចយក epsilon ស្មើ2ហើយចំពោះគ្រប់ចំនួនគុណធម្មជាតិ n ធំឥឡូវយើងជ្រើសយក n តូចគឺជាចំនួនគុណគូដែលធំជាង n ធំហើយនឹង m តូចគឺជាចំនួនគុណសេសដែលធំជាង n យើងគឺមានន័យថា an ស្មើ1 am ស្មើជាមួយនឹងដក1ហើយយើងពិនិត្យទៅលើតម្លៃនៃខាតនៃផលដក an ដកជាមួយនឹង am គឺស្មើ2ធំជាងឬស្មើជាមួយនឹង epsilon នេះគឺបញ្ជាក់ថា switch ដែលឲ្យគឺមិនមែនជា switch Cauchy តែបញ្ជាក់ថាវាមិនមែនជា switch រួមនោះទេអញ្ចឹងនេះគឺជាអត្ថប្រយោជន៍មួយដែលយើងប្រើដើម្បីស្រាយថា switch មួយគឺជា switch រីកយើងគ្រាន់តែស្រាយថា switch នោះគឺមិនមែនជា switch Cauchy តែឡើយយើងបន្តពិនិត្យមើលទៅលើលក្ខណៈនៃ switch រួមបាទទី1គឺយើងសិក្សាអំពី switch ផ្ទាល់យើងហៅថាជា switch ផ្ទាល់បើសិនជាមានចំនួនពិត m វិជ្ជមាន1ដែលតម្លៃដែលខាតនៃ an ដូចជាងឬស្មើជាមួយនឹង m ចំពោះគ្រប់ n ជារបស់ n ឧទាហរណ៍ switch 1 ដក 1 1 ដក 1 switch 1លើ n sin n គឺជា switch ផ្ទាល់រីឯ switch n 1 1 2 1លើ2 3ហូហែគឺមិនមែនជា switch ផ្ទាល់នោះទេចឹងយើងមើលលក្ខខណ្ឌនៃភាពផ្ទាល់នេះក៏ជាលក្ខខណ្ឌមួយដែលជួយឲ្យយើងពិនិត្យថាតើ switch មួយជា switch រួមឬក៏ជា switch រីកបាទទីទៀតគឺគ្នាយើងនឹងឃើញចឹងបើសិនជា an ជា switch រួមនោះវាត្រូវតែជា switch ផ្ទាល់ហើយគ្នាយើងអាចសួរបាននៅត្រង់នេះបើសិនជាវាមិនមែនជា switch ផ្ទាល់តើវាជា switch រួមឬទេបាទយើងចេញពីនេះគ្នាយើងនឹងទទួលបានលក្ខណៈវិនិច្ឆ័យទី3តើទៅជាមួយនឹង switch រីកបើសិនជា an មិនមែនជា switch ផ្ទាល់នោះ an ជា switch រីកបាទចឹងនៅត្រង់នេះតាមពិតលក្ខខណ្ឌភាពរួមគឺយើងអាចបង្កើតលក្ខខណ្ឌនៃភាពផ្ទាល់បានដែលយើងចេញពីនិយមនៃ switch រួមហើយយើងជ្រើសយក epsilon ស្មើ1យើងចាប់ពីសន្ទុះ n ធំទៅគឺតម្លៃដែលខាតនៃ an នេះដូចជា1បូកតម្លៃដែលខាតនៃ a ហើយប្រមាណតួដំបូងដែលនៅខាងមុខ n ធំគឺយើងអាចកំណត់គោលលើរបស់វា m ដែលយើងយកគឺស្មើជាមួយនឹង maximum នៃតម្លៃនៃខាតនៃ a1 a2 រហូតដល់ an ធំដក1ហើយចាប់ពីតួ n ធំទៅគឺយើងកំណត់គោលលើដោយ1បូកតម្លៃនៃខាតនៃ a ចឹងយើងទាញបានចំពោះគ្រប់ n ទាំងអស់គឺតម្លៃនៃខាតនៃ an ដូចជាឬស្មើជាមួយនឹង m ធំដែលត្រូវជាមួយនឹងនិយមន័យនៃ switch ផ្ទាល់យ៉ាងអ្វីដែលយើងចាប់អារម្មណ៍គឺ switch មួយដែលមិនទាល់ត្រូវតែជា switch រីកបាទនេះគឺជាលក្ខណៈវិនិច្ឆ័យនៃភាពរីកទី3ជាស្ដែងដូចជា switch n យើងមាន an នេះគឺមិនទាល់បាទចឹងយើងអាចសន្និដ្ឋានបានគឺ n គឺជា switch រីក
តែឥឡូវយើងបន្តទៅទៀតនៅត្រង់នេះតេតិនជាមួយនឹងប្រមាណវិធីពេញគណិតមួយចំនួនដូចជាបូកដកគុណចែកហើយយើងសិក្សាអំពីទំនាក់ទំនងនៃភាពរួមរបស់ស្វីត AN និង BN ជាមួយនឹងស្វីតផលបូកផលដកផលគុណហើយនិងផលចែកអញ្ចឹងនេះគឺជាប្រមាណវិធីពេញគណិតដែលយើងមានសម្រាប់ភាពរួមនៃស្វីតnhưngបើសិនជាយើងមាន AN គឺជាស្វីតរួមទៅដល់ A BN រួមទៅដល់ B ការគឺជាចំនួនពិតនោះការ AN គឺរួមទៅដល់ការ A AN បូកជាមួយនឹង BN គឺរួមទៅដល់ A បូក B ហើយយើងមានផលគុណរួមទៅដល់ផលគុណផលចែកវាមានលក្ខណៈ monotone ដូចនៅក្នុងករណីទី5ទី6យើងមានន័យថាគឺយើងអាចប្រើប្រមាណវិធីទៅលើភាពរួមនៃស្វីតនេះដោយសុវត្ថិភាពយើងអាចពិនិត្យទៅលើសម្រាប់បញ្ជាក់របស់យើងគឺផ្អែកទៅលើនិយមន័យដែលយើងបានពិភាក្សាពីមុនសម្រាប់ចំណុចទី1គឺយើងមានការស្មើ0នេះគឺពិតអត់មានអីត្រូវស្រាយនោះទេយើងអាចសន្មតថាការខុសពី0ហើយយើងពិនិត្យទៅលើតម្លៃដាច់ខាតនៃផលដកការ AN ដកជាមួយនឹងការ A អញ្ចឹងយើងគ្រាន់តែរើស N ឲ្យសមស្របជាមួយនឹងអ្វីដែលយើងចង់បានចឹងនៅត្រង់នេះគឺគ្នាយើងមាន AN គឺរួមទៅដល់ A ចឹងយើងយកតម្លៃដាច់ខាតនៃ AN ដល់ A ដូចជា epsilon លើតម្លៃដាច់ខាតនៃការបាទហើយយើងពិនិត្យទៅលើតម្លៃដាច់ខាតនៃផលដកការ AN ដល់ការ A បាទចឹងនេះគឺដូចជា epsilon ត្រូវជាមួយនឹងនិយមន័យនៃភាពរួមរបស់ suite ដែលយើងបានឃើញនៅខាងលើបាទយើងចំពោះផលបូកគឺมันខុសគ្នានោះទេគឺយើងត្រូវការវិសមភាពនៃកោណហើយយើងជ្រើសយក n ធំគឺជា maximum នៃ n1 ហើយនិង n2 ហើយ n1 n2 នេះគឺមានវត្តមានចេញពីភាពរួមរបស់ suite AN បាទហើយ n2 នេះគឺមានវត្តមានសម្រាប់ភាពរួមរបស់ suite BN បាទសម្រាប់ផលគុណគឺมันខុសគ្នានោះទេនៅត្រង់នេះបាទយើងអាចពិនិត្យមើលទៅលើឡាប់រំដោយនៃសម្រាប់វិជ្ជាហើយអ្វីដែលយើងមាននៅត្រង់នេះគឺយើងប្រើ AN ជាស្វីតរួមនោះវាជាស្វីតទាត់បាទអញ្ចឹងមានន័យថាតម្លៃនៃខាតនៃ AN ដូចជាងអប់យ៉ាងគឺយើងអាចប្រើវិសាលភាពនៃកោណនៅត្រង់នេះគឺយើងអាចរកគោលលើរបស់តម្លៃនៃខាតនៃ AN គឺដោយ m ហើយបន្តមកទៀតដោយសារយើងមានភាពរួមរបស់ស្វីតBN ហើយនិង AN គឺយើងអាចជ្រើសយក epsilon សមស្របដើម្បីយកទៅជំនួសបាទឲ្យត្រូវគ្នាជាមួយនឹងនិយមនៃចុងក្រោយដែលយើងមាន AN BN ដល់ AB ដូចជា epsilon បាទហើយសម្រាប់ផលចែកគឺយើងគ្រាន់តែស្រាយថា limit នៃ1នៅលើ BN នេះស្មើ1លើ B ហើយយើងគុណថែមជាមួយនឹង AN ប្រើលក្ខណៈទី3ដែលយើងបានឃើញមុននេះបាទអញ្ចឹងជាការស្រេចអញ្ចឹងនៅត្រង់នេះគឺយើងសម្គាល់ទៅលើតម្លៃនៃការនៃផលដកគឺស្មើជាមួយនឹងតម្លៃនៃការនៃ BN ដក B ទៅលើតម្លៃនៃការនៃ BN គុណជាមួយនឹងតម្លៃនៃការនៃ B បាទអញ្ចឹងអ្វីដែលយើងចង់រើសគឺយើងចង់បង្ហាញតម្លៃនៃការនេះគឺដូចជា epsilon អញ្ចឹងគឺយើងត្រូវជ្រើសបាទឬក៏រើសគោលរបស់តម្លៃនៃការនៃ BN ដែលយើងមាននៅត្រង់នេះយើងមានន័យថាដោយសារយើងមានវិសមភាពនេះយើងអាចរកបានគោលរបស់តម្លៃនៃការនៃ BN គឺធំជាងតម្លៃនៃការនៃ B ចែកជាមួយនឹង2យើងជំនួសចូលទៅក្នុងវិសមភាពរបស់យើងហើយយើងរើសយក epsilon សមស្របបាទណាដើម្បីគុណជាមួយនឹងអ្វីដែលយើងមាននៅផ្នែកខាងស្ដាប់ដៃនេះឲ្យឃើញ epsilon យ៉ាងនៅត្រង់នេះគឺជាអ្វីដែលយើងចង់បានអញ្ចឹងយើងអាចពិនិត្យមើលទៅលើលក្ខណៈ monotone នៅត្រង់នេះដើម្បីបង្ហាញថា A ធំជាងឬស្មើជាមួយនឹង0បាទគឺយើងសន្មតដោយផ្ទុយអំពីសមិទ្ធកម្មថា A អវិជ្ជមានយើងគួរបញ្ជាក់ដែរថាសមិទ្ធកម្មគឺយើងមាន AN ធំជាងឬស្មើជាមួយនឹង0ចំពោះគ្រប់ n មានន័យថាគ្រប់តួនៃស្វីតគឺវិជ្ជមានជាង limit របស់វាគឺវិជ្ជមានដែរខ្ញុំបើសិនជាវាអវិជ្ជមានអីក៏ដែរអញ្ចឹងយើងត្រូវស្រាយថាមានតួខ្លះនៃស្វីតគឺអវិជ្ជមានអញ្ចឹងគឺយើងទទួលបានរឿងរ៉ាវមួយនៃផ្ទុយអំពីការសន្មតតែថាគ្រប់តួនៃស្វីតគឺវិជ្ជមានយើងអាចសម្គាល់បន្ថែមទៀតនៅត្រង់នេះគឺយើងមានតម្លៃនៃខាតនៃ AN ដកជាមួយនឹង A ដូចជាឬស្មើជាមួយតម្លៃនៃខាតនៃ A
bạn đang để chia chùm ngay bị từ số vì miền này thà tuaในสวิตแบบนี้คือไตรตายวิจุมินចឹងយើងយក epsilon ស្មើជាមួយនឹងតម្លៃដែលខាតនៃ a ហើយយើងត្រឡប់ទៅប្រើនិយមន័យនៃភាពរួមរបស់ sweet n រួមទៅដល់ a បាទហ្នឹងយើងមានតម្លៃដែលខាតនៃ a n ដល់ a ដូចជា epsilon ចាប់ពីសន្ទុះណាមួយទៅយើងបើសិនជាយើងជ្រើសយក epsilon ស្មើតម្លៃដែលខាតនៃ a ចឹងគឺយើងមានវិសាលភាពនេះសម្រាប់ n ធំមួយទៅចុះនៅត្រង់នេះបាទហ្នឹងយើងប្រើបាទវិសាលភាពផ្សេងទៅជាទម្រង់នេះបាទហើយយើងមាន a នៃ n ធំគឺអវិជ្ជមានបាទយើងមាន a នៃ n ធំគឺដូចជា a បូកតម្លៃដែលខាតនៃ a ដោយសារតែយើងសន្មតថា a អវិជ្ជមានយើងនៅត្រង់នេះតម្លៃដែលខាតនៃ a គឺស្មើជាមួយនឹងដក a នោះគឺយើងបាន an គឺអវិជ្ជមានយ៉ាងនេះគឺផ្ទុយអំពីសមត្ថកម្មដែលថា an ធំជាងឬស្មើជាមួយនឹង0ចំពោះគ្រប់ n ទាំងអស់នឹងការសន្មតដែលថា limit អវិជ្ជមានគឺមិនពិតនោះទេចឹងគឺយើងត្រូវតែមាន a ធំជាងឬស្មើជាមួយនឹង0បាទតាមពិតលក្ខណៈនេះគឺយើងហៅថាជាលក្ខណៈ monotone ហើយរឿងផ្សេងទៀតគឺសម្រាប់បញ្ជាក់មានរំងាប់ដូចគ្នាឥឡូវបើសិនជាយើងយក an ដូចជាឬស្មើ0ចំពោះគ្រប់ n នោះ limit របស់វាគឺត្រូវតែដូចជាឬស្មើ0យើងគ្រាន់តែគុណសញ្ញាដកបញ្ចូលហើយយើងប្រើលក្ខណៈនៅខាងលើវិញគឺយើងនឹងទទួលបានចម្លើយហើយចឹងបើសិនជាយើងមាន an ដូចជាឬស្មើជាមួយនឹង bn ចំពោះគ្រប់ n ចឹង limit របស់ an ដែលយើងតាំងដោយ a នេះគឺត្រូវតែដូចជា limit របស់ bn ដែលយើងតាំងដោយ b ចឹងយើងគ្រាន់តែពិនិត្យទៅលើផលដកនៃ switch ដែលយើងប្រើលក្ខណៈខាងលើវិញអញ្ចឹងនៅត្រង់នេះគឺយើងទទួលបាន a ដក b ដូចជាឬស្មើជាមួយនឹង0ដែលបញ្ជាក់ថា a ដូចជាឬស្មើជាមួយនឹង b nhưngអ្វីដែលយើងបានឃើញនៅក្នុងទ្រឹស្ដីនេះគឺពាក់ព័ន្ធជាមួយនឹងប្រមាណវិធីបូកដកគុណចែកពាក់ព័ន្ធជាមួយនឹង switch ក៏ដូចជាលក្ខណៈ monotone ដែលយើងបានឆ្លើយបញ្ជាក់មុននេះបាទអញ្ចឹងយើងអាចប្រើលក្ខណៈទាំងអស់នេះដើម្បីគណនា limit មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងប្រមាណវិធីបូកដកគុណចែកអត្ថប្រយោជន៍នៃប្រមាណវិធីនេះគឺយើងបំបែកlimit ដែលស្មុគស្មាញមួយទៅជា limit នៃ switch នីមួយដែលមានទម្រង់ងាយនៅក្នុងការគណនាហើយយើងផ្ដុំចូលគ្នាវិញដោយប្រើប្រមាណវិធីដែលយើងបានឃើញនៅខាងលើនេះយ៉ាងចុងក្រោយសម្រាប់ថ្ងៃនេះគឺយើងពិនិត្យទៅលើទ្រឹស្ដីសំខាន់មួយគឺពាក់ព័ន្ធជាមួយនឹងទ្រឹស្ដី limit ទៀតបើសិនជាយើងមាន switch bn ដែលនៅចន្លោះan ហើយនឹង cn ចំពោះគ្រប់ n ជារបស់ n ហើយយើងមានព័ត៌មានបន្ថែមបើ an គឺរួមទៅដល់ a cn គឺរួមទៅដល់ a នោះ bn ដែលជា switch នៅកណ្ដាលនេះគឺត្រូវតែរួមទៅដល់ a ចឹងនៅត្រង់នេះគឺមានរឿងពីរដែលទ្រឹស្ដីនេះគឺបញ្ជាក់ទី1គឺ bn ជា switch រួមហើយព័ត៌មានទី2យើងដឹងថា limit របស់វាគឺស្មើនឹងប៉ុន្មានបាទចឹងនៅត្រង់នេះតាមពិតទេប្រហែលបញ្ជាក់គឺយើងពិនិត្យទៅលើតម្លៃដែលខាតនៃ bn ដល់ a ហើយយើងប្រើវិសាលភាពត្រីកោណហើយចេញពីវិសាលភាពត្រីកោណនេះដោយសារយើងដឹងថា bn គឺគៀបដោយ an ហើយនិង cn ហើយយើងក៏មានសមត្ថកម្មថា an គឺរួមទៅដល់ a cn គឺរួមទៅដល់ a ហើយអញ្ចឹងនៅត្រង់នេះគឺយើងព្យាយាមធ្វើឲ្យតួ an ដកជាមួយនឹង a នេះគឺតូចបាទហើយយើងព្យាយាមធ្វើឲ្យ bn ដកជាមួយនឹង an នេះគឺតូចដែលយើងគៀបដោយប្រើ cn ដក an បាទយើងនៅក្នុងនេះគឺជា switch រួមទៅដល់0យើងអាចធ្វើឲ្យតូចទាំងពីរតួចឹងបញ្ជាក់ថាយើងអាចធ្វើឲ្យផលបូកនេះតូចជាង epsilon បាទដែលបញ្ជាក់ថា bn នេះគឺជា switch រួមសម្រាប់ថ្ងៃនេះគឺយើងពិភាក្សាតកតងជាមួយនឹងលក្ខណៈវិនិច្ឆ័យនៃ switch Rig ចំនួន3ដែលយើងបានពិភាក្សាទី1គឺតាមនិយមន័យទី2ដោយប្រើ switch Cauchy ហើយនិងទី3គឺដោយប្រើភាពផ្ទាល់ប៉ុន្តែយើងក៏បានពិភាក្សាអំពីលក្ខណៈមួយចំនួនតកតងជាមួយនឹង switch រួមផងដែរបាទអញ្ចឹងលើក្រោយគឺយើងនឹងជជែកគ្នាអំពីលក្ខណៈមួយចំនួនផ្សេងទៀតរបស់ switch នៃចំនួនពិត
សម្រាប់ថ្ងៃនេះគឺយើងទៅជែកគ្នាតែប៉ុណ្ណេះបាទអរគុណច្រើននិយាយ